ខ្ញុំបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាហើយខ្ញុំមានចិត្តមានចិត្តត្រេកអរណាស់ដែលថ្ងៃដែលពួកយើងបានជួបជុំគ្នាដោយសេចក្តីសុខសាន្តហើយយើងនៅមានសន្តិភាពនៅក្នុងការថ្វាយបង្គំហើយប្រហែលសប្តាហ៍បងប្អូនយើងបានរៀនពីអាថ៌កំបាំងនៃព្រះអឺសប្តាហ៍មុនយើងបានរៀនអំពីខ្លះអំពីព្រះបុព្វបិតាតាមការពិតអត្តចរិតព្រះបុព្វបិតាគឺស្រទន់គួរឲ្យស្រឡាញ់ដូចជាព្រះគ្រីស្ទអញ្ចឹងហើយបានព្រះគ្រីស្ទមានព្រះបន្ទូលថានរណាគេដែលបានឃើញទ្រង់បានស្គាល់ទ្រង់ក៏ដូចជាបានស្គាល់ព្រះបិតាដែរមិនមែនថាទ្រង់នឹងគឺជាព្រះបិតាឬក៏ព្រះបិតាគឺជាព្រះគ្រីស្ទទេមិនមែនទេគឺថាអឺអត្តចរិតរបស់ទ្រង់នៅក្នុងសេចក្តីស្រឡាញ់គឺជួយបញ្ជាក់អត្តចរិតទាំងអស់នេះឲ្យពួកយើងឃើញថាសេចក្តីស្រឡាញ់ផលផ្លែរបស់វាគឺការអត់ធ្មត់ការយឺតនឹងខឹងពុទ្ធទៅដោយសេចក្តីមេត្តាករុណាណាហើយមិនត្រឹមតែតែប៉ុណ្្នឹងទេមានសប្បុរសធម៌ថែមទៅទៀតដូច្នេះដោយសារព្រះគឺជាសេចក្តីស្រឡាញ់ព្រះបិតាក៏មានចំណែកនៅក្នុងអ្វីដែលយើងរាប់ថាជាការផ្អែមល្ហែមនៅក្នុងសេចក្តីស្រឡាញ់ដែរនៅថ្ងៃនេះបងប្អូនខ្ញុំមានអំណរចិត្តណាស់ហើយខ្ញុំមកចង់និយាយវែងឆ្ងាយទេប៉ុន្តែយើងថ្ងៃនេះរៀនអំពីព្រះគ្រីស្ទម្ដងគឺជាព្រះរាជបុត្រារបស់ព្រះគម្ពីរដែលជួយបង្គាប់យើងថាទ្រង់នឹងឯងគឺជាអ្នកទី2នៅក្នុងគ្រួសាររបស់ព្រះអូខេតើឥឡូវនេះខ្ញុំនឹងបង្ហាញ screen របស់ខ្ញុំដើម្បីយើងចាប់ផ្ដើមមេរៀនរបស់យើងមេរៀនមួយនេះនៅពេលដែលខ្ញុំបានរៀបចំមកទ្រង់បង្ហាញខ្ញុំអ្វីខ្លះដែលខ្ញុំកាលពីមុនដែលបានចាប់អារម្មណ៍ហើយខ្ញុំក៏ប្រហែលជាស្មានតែប្រហែលជាបងប្អូនខ្លះដែរដែលបានរៀននៅថ្ងៃនេះក៏គាត់ប្រហែលជាបានឃើញអ្វីដែលគាត់មិនបានចាប់អារម្មណ៍ដូចកាលពីមុនតើឥឡូវសូមយើងចាប់ផ្ដើមទៅចុះឲ្យមើលសកុននៅបងបាទនេះអាចអានបានទេបាទបងបាទអរគុណវាស្រ័យសរទាំងតូចតតូចយើងចេញតាមធំតិចចឹងបាទមូលដ្ឋានសំខាន់ទាំង28នៃគ្រិស្តសាសនា3តើនរណាជាបុត្ររបស់ព្រះ1តើព្រះបុត្រារបស់ព្រះជានរណាហើយតើព្រះគម្ពីរចែងយ៉ាងណាអំពីទ្រង់ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះគម្ពីរម៉ាថាយជំពូក16ខ13ការព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេរីសារ៉ាភីហើយនោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថាតើមនុស្សទាំងឡាយគេថាកូនមនុស្សជានរណាពួកសិស្សទូលឆ្លើយថាអ្នកខ្លះជាយូហានបាបទីសខ្លះទៀតថាជាអេលីយ៉ាហើយខ្លះទៀតថាជាហោរ៉ាយេរេមៀទ្រង់មានព្រះបន្ទូលសួរថាចុះឯងរាល់គ្នាវិញតើថាខ្ញុំជានរណាស៊ីម៉ូនពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ព្រះគម្ពីរម៉ាថាយជំពូក28ខ19ដូច្នេះចូលទៅបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើពិធីបុណ្យជាមួយទឹកដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះណាអរគុណសុខុនឥឡូវព្រះគម្ពីរបានប្រាប់យើងថាទ្រង់ព្រះគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះណាហើយជាភាសាទៀតនៅក្នុងម៉ាថាយចំពុក28ខ19ព្រះគម្ពីរបានឲ្យយើងឃើញថាព្រះមានព្រះបិតាព្រះរាជបុត្រាហើយនិងព្រះវិញ្ញាណបរិសុទ្ធទ្រង់ព្រះគ្រីស្ទគឺជាអ្នកទី2នៅក្នុងក្រុមគ្រួសារមួយនេះអូខេតើឥឡូវយើងបន្តទៅទៀតបាទអរគុណសុខុនសូមជួយបន្តបាទខ្ញុំសូមអានបាទអរគុណ2ព្រះគ្រីស្ទគឺជាព្រះពេញលេញយូហានចំពុក1ខ1កាលដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹង
ព្រះនោះឯងជាព្រះពីរទ្រង់គង់នៅជាមួយនឹងព្រះតាំងពីដើមមក14ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺសេរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតអេសាយតែ3ខ10ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថាឯងរាល់គ្នាជាស្មបន្ទាល់របស់អញហើយជាអ្នកបម្រើដែលអញបានជ្រើសតាំងដើម្បីឲ្យបានស្គាល់ហើយនឹងជឿដល់អញព្រមទាំងយល់ថាគឺអញនេះហើយឥតមានព្រះឯណាព្រះណាកើតមកមុនអញទេហើយក្រោយអញក៏ឥតមានដែរអាមែនអរគុណបងឥឡូវបងប្អូនអើយខ្ញុំជាភាសាที่ខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់លាស់ឡើងថាព្រះគម្ពីរយូហានទី1ចំពុកទី1ខ្សែ1សូមទោសយូហានចំពុក1ខ1គឺបង្គាប់យើងថាព្រះគ្រីស្ទទ្រង់បានគង់នៅជាមួយព្រះអូខេតាំងពីដើមម្ល៉េះអញ្ចឹងត្រង់នេះត្រង់ព្រះគម្ពីរបែងចែកឲ្យយើងឃើញថាទ្រង់បានអះអាងថាទ្រង់បានគង់នៅជាមួយព្រះតាំងពីដើមម្ល៉េះហើយនៅក្នុងខ14ព្រះបន្ទូលគឺជាព្រះគ្រីស្ទអញ្ចឹងបានសេចក្តីព្រះគ្រីស្ទទ្រង់មានបច្ចុប្បន្នរស់តាំងពីដើមជាមួយព្រះម្ល៉េះហើយបន្ទាប់មកអេសាយចំពុក43ខ10បានប្រាប់យើងថាដោយច្បាស់លាស់ថាមុនទ្រង់គ្មានព្រះក្រោយទ្រង់ក៏គ្មានព្រះដែរត្រង់នេះវាចាក់ចំមកគោលលទ្ធិមួយដែលបងប្អូនខ្លះគាត់ជឿថានៅពេលដែលពួកគាត់នឹកពាក្យព្រះរាជបុត្រាគាត់ប្រើគំនិតរបស់គាត់នៅក្នុងសាច់ឈាមដែលតែងតែគិតថាបើសិនជាខ្ញុំមានព្រះរាជបុត្រាវាជាកូនរបស់ខ្ញុំមែនទេហើយគាត់ប្រើអាគំនិតមួយហ្នឹងដែលធ្វើឲ្យពួកគាត់មានការយល់ខុសឆ្គងចំពោះអកម្បាំងរបស់ព្រះនៅក្នុងចំណុចមួយនេះដែលគាត់លេឡំអាគំនិតខាងសាច់ឈាមទៅបញ្យោអាគំនិតរបស់ព្រះរវិញវាយើងអាចធ្វើចឹងការតែបងប្អូនដូចជាព្រះបានប្រាប់យើងចឹងថាគំនិតរបស់ឯងក៏មិនដូចគំនិតរបស់អញដូចជាផ្ទៃមេឃខ្ពស់ជាងផែនដីអញក៏ខ្ពស់ជាងឯងអញក៏ខ្លាំងខ្លាជាងឯងដែរគោលការណ៍នៅក្នុងខព្រះគម្ពីរនឹងប្រាប់យើងហើយឥឡូវនេះបើសិនជាយើងដឹងថាព្រះគ្រីស្ទទ្រង់បានមានបច្ចុប្បន្នរស់តាំងពីអស់កលជានិច្ចទៅអស់កលជានិច្ចជាមួយព្រះបិតាហើយនិងព្រះវិញ្ញាណបរិសុទ្ធខព្រះគម្ពីរអេសាយ43បានជួយបញ្ជាក់ច្បាស់លាស់ថាក្រោយទ្រង់មុនទ្រង់ក៏គ្មានព្រះដែរហើយឥឡូវបើសិនជាព្រះគ្រីស្ទមានពាក្យយ៉ាងនេះតើព្រះគ្រីស្ទអាចคล้ายទៅជាព្រះដែលឬក៏ព្រះដែលតូចតាចមួយដែលទៀបជាងមានឋានៈទៀបជាងព្រះវរបិតាដែរតើគោលការណ៍មួយហ្នឹងវាសមរម្យនឹងខទាំងនេះដែរបងប្អូនបើយើងពិចារណាមើលវាអត់សមរម្យទេពីព្រោះបើសិនជាយើងជឿថាព្រះគ្រីស្ទគឺជាព្រះដែលតូចតាចមួយដែលមានឋានៈអន់ជាងព្រះវរបិតាដូចជាកូនវាមានឋានៈទៀបជាងយើងណានេះគំនិតមួយនឹងគោលលទ្ធិមួយនឹងអត់ចូលស្របនឹងព្រះគម្ពីរអេសាយនេះទេហើយបន្តិចទៀតខ្ញុំនឹងជួយបញ្ជាក់ថាព្រះយេហូវ៉ានឹងឯងគឺជាព្រះគ្រីស្ទបងប្អូននៅសញ្ញាចាស់គ្មាននរណាគេមុនទ្រង់ក៏គ្មាននរណាគេក្រោយទ្រង់អញ្ចឹងបើយើងយកគំនិតនឹងមកហើយយើងផ្សំនឹងក្នុងខទាំងនេះអញ្ចឹងបានសេចក្តីថាព្រះវរបិតានេះព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់ជាមួយគ្នាតាំងពីដើមម្ល៉េះហើយគ្មានព្រះណាក្រោយទ្រង់ទាំង3អង្គនឹងទេដូច្នេះទ្រង់ទាំង3អង្គនឹងមានបច្ចុប្បន្នរស់ជាមួយគ្នាពីអស់កលជានិច្ចមានតែគោលលទ្ធិមួយហ្នឹងឯងបងប្អូនដែលសំរុំនៅខមួយនេះ
ព្រមទាំងអត់បច្ចេកនៅក្នុងខម៉ាថាចំពោះ28ខ19ព្រមទាំងយូហានចំពោះ1ខ1និងខ14យើងឃើញបងប្អូននៅពេលមួយនេះបានយើងអាចផ្សំខទាំងនេះដែលអត់មានបច្ចេកគ្នាសោះហើយនៅពេលណាដែលយើងផ្សំខព្រះគម្ពីរដែលមានសាក្សីជាច្រើនហើយវាបច្ចេកនឹងគ្នានឹងហើយជាគោលលទ្ធិដែលត្រឹមត្រូវបងប្អូនអញ្ចឹងបាទស្រីដែលនិយាយភាសាទៀតអាគំនិតមួយដែលអ្នកប្រហែលជាលឺមុនឬក៏ថ្ងៃក្រោយដែលថាព្រះគ្រីស្ទគឺជាព្រះអង្គទ្រង់ដែលត្រូវព្រះបិតាបង្កើតមកមេរៀនមួយនឹងគោលលទ្ធិមួយនឹងគឺជាមេរៀនខុសឆ្គងគឺគោលលទ្ធិខុសឆ្គងពីព្រោះយើងមានព្រះគម្ពីរជាគ្រឹះនៅក្នុងការចោទប្រកាន់គោលលទ្ធិមួយនឹងអូខេអរគុណបាទដែលបានអានបងតើឥឡូវមើលបងប៉ូឡូបងហុងអាចអានបន្តបងបានអូនបាទអរគុណបងសូមអញ្ជើញអានមុនស៊ីបាទស៊ីបងព្រះយេស៊ូវគឺជាតួអង្គសំខាន់បំផុតនៅក្នុងព្រះគម្ពីរព្រះគម្ពីរគឺជាទីបន្ទាល់អំពីកិច្ចការរបស់ព្រះគ្រីស្ទនៅក្នុងសេចក្តីសង្គ្រោះរបស់យើងអូខេរបស់យើងយូហានចំពុះ5ខ39អ្នករាល់គ្នាស្ទង់មើលគម្ពីរដោយស្មានថាបានជីវិតដ៏នៅអកលជានិច្ចអំពីគម្ពីរនោះមកគឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំអាមែនឥឡូវយើងឃើញថាយើងចាប់ផ្ដើមរៀនអំពីព្រះគ្រីស្ទមិនចាំឲ្យថាពីព្រោះអញ្ចេះខ្ញុំត្រូវលើកមកនិយាយការយល់ច្រឡំនឹងព្រះគម្ពីរមានមិនខ្វះទេជាពិសេសអំពីព្រះគ្រីស្ទដែលបងប្អូនខ្លះដូចជាខ្ញុំចំណែកខ្ញុំក៏មានដែរការពីដើមមកខ្ញុំតែងតែមានការយល់ច្រឡំថាព្រះនៅសញ្ញាចាស់ហើយនិងព្រះនៅសញ្ញាថ្មីខុសគ្នាហើយខ្ញុំមានគំនិតថាប្រហែលជាព្រះបិតាហើយនៅសញ្ញាចាស់មើលត្រង់កាយដល់ហើយមកដល់ព្រះគ្រីស្ទអត្តចរិតត្រង់ខុសពីព្រះបិតាដាច់ស្រេចហ្មងប៉ុន្តែនៅពេលដែលខ្ញុំមានការលូតលាស់ខាងឯការសិក្សាមកខ្ញុំក៏ដូចជាបានយកកាន់ច្បាស់ដែរដូចជាយើងរៀនសប្តាហ៍មុនអញ្ចឹងតាមការពិតព្រះគម្ពីរពិពណ៌នាអំពីព្រះវរបិតាត្រង់អត្តចរិតរបស់ត្រង់គឺល្អឥតខ្ចោះណាស់ត្រង់ពុទ្ធដោយសេចក្តីស្រឡាញ់ហើយយើងក៏ឃើញថាព្រះគម្ពីរបានបង្ហាញយើងថាផលផ្លែនៃសេចក្តីស្រឡាញ់គឺសេចក្តីមេត្តាករុណាសេចក្តីសប្បុរសធម៌ត្រង់ស្រឡាញ់ត្រង់អាណិតយើងត្រង់ប្រាថ្នាចង់សង្គ្រោះយើងត្រង់យើងនឹងខ្ញាល់ត្រង់មិនសពតិអនណាគេមួយបាត់បង់សោះឡើយយើងឃើញទេហើយនៅក្នុងកន្លែងនេះយើងនឹងពិនិត្យមើលឥឡូវព្រះគម្ពីរយូហានចំពុះ5ខ39បានជួយបញ្ជាក់ឲ្យយើងយល់ថាដើម្បីដែរថាព្រះគម្ពីរគឺអ្វីគឺជាទីបន្ទាល់នៃអាណាគេនៃព្រះគ្រីស្ទទៅវិញអញ្ចឹងមកសេចក្តីថាតួឯកនៃព្រះគម្ពីរគឺជាព្រះគ្រីស្ទមិនមែនព្រះបិតាទេទ្រង់មានចំណែកដែរកុំយល់ច្រឡំមិនមែនថាទ្រង់គ្មានចំណែកហ្មងទេហើយព្រះវិញ្ញាណក៏ដូចគ្នាដែរប៉ុន្តែតួឯកដែលសំខាន់បំផុតគឺព្រះគ្រីស្ទនឹងឯងហើយបន្តិចទៀតយើងនឹងឃើញឲ្យកាន់តែច្បាស់លាស់ហើយមែនតើបាទអរគុណបងដែលបានអានតើឥឡូវយើងសូមយើងជើងបន្តទៅទៀតបាទបាទនេះព្រះយេស៊ូវជាមុនគេហើយក្រោយគេហើយជាអាផានិងអូមេហ្កានិងព្រះយេហូវ៉ានៃពួកពលបរិវារបងអានបាទភាសាខ្មែរបានបងអរគុណចាតើអ្នកណាបានធ្វើឲ្យសម្រេចការនេះដោយហៅអស់ទាំងដំណរមនុស្សតាំងពីដើមមកគឺអញយេហូវ៉ានេះដែលជាដើមហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរគឺអញនេះហើយអេសាយចំពុះ44ខ6ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសអ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេគឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូចនេះថាអញជាដើមហើយជាចុងក្រៅពីអញគ្មានអ្នកណាទៀតសោះឡើយបន្តទៅទៀតបងអូខេព្រះយេហូវ៉ាជាមហាក្សត្រនៃសាសអ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ
គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថាអញជាដើមហើយជាចុងក្រៅពីអញគ្មានព្រះឯណាទៀតឡើយ វិវរណៈចំពុក22ដល់12មើលអញមកជាឆាប់ទាំងនាំយករង្វាន់មកជាមួយដើម្បីនឹងចែកឲ្យគ្រប់គ្នាតាមការដែលខ្លួនបានធ្វើអញជាអល់ផាជាអូមេហ្កាគឺជាមុនគេហើយជាក្រោយគេជាដើមហើយជាចុង អរគុណបងឥឡូវយើងចាប់ផ្ដើមមកផ្សំតម្រុយដើម្បីយើងបញ្ជាក់ឲ្យព្រះគម្ពីរគ្រប់គ្រងគំនិតព្រះគម្ពីរខ្ញុំអត់ចង់ឲ្យជំរុញគំនិតខ្ញុំចូលទេតាំងពីដើមមកខ្ញុំអត់ចូលយកធ្វើអញ្ចឹងទេខ្ញុំពេញចិត្តណាស់រៀនសូត្ររបៀបនេះពីព្រោះខ្ញុំដឹងថាការរៀនសូត្ររបៀបនេះនឹងជួយឲ្យយើងយកដល់សេចក្តីពិតដោយសុទ្ធបំផុតបងប្អូនហើយគឺតែព្រះគម្ពីរដែលសុទ្ធបំផុតដែលអាចជួយសម្អាតយើងដោយពេញលេញហើយអាចជួយសង្គ្រោះយើងដោយពេញលេញបានដែរបងប្អូនយល់យើងធ្វើអ្វីក៏ដោយញ៉ាំទឹកម្ហូបអាហារអ្វីក៏ដោយក៏យើងប្រាថ្នាចង់បានអ្វីដែលសុទ្ធបំផុតដែរមែនទេប៉ុន្តែកុំឲ្យយើងយល់ច្រឡំការរៀនសូត្រខាងព្រលឹងវិញ្ញាណបើសិនជាវាអត់សុទ្ធដល់បំផុតបងប្អូនបើសិនជាវាអត់បរិសុទ្ធដល់បំផុតវាអត់ប្រយោជន៍ចំពោះពួកយើងទេដូច្នេះការរៀនសូត្ររបៀបនេះវាត្រឹមត្រូវបំផុតដែរបងប្អូនខ្ញុំហ៊ានអះអាងចឹងឥឡូវយើងឃើញថានៅក្នុងព្រះគម្ពីរអេសាយ41យើងឃើញថាព្រះគម្ពីរខ្មែរបកប្រែប៉ុន្តែបងប្អូនយើងដែលបកប្រែហ្នឹងគាត់បានយកចិត្តទុកដាក់ឬគឺគាត់ភ្លេចដាក់ពាក្យមួយព្រះគម្ពីរអង់គ្លេស I the Lord am the first and with the last I am he ត្រង់ជាភាសាទៀតថាអញគឺជាយេហូវ៉ាអញជាដើមហើយក៏ជាចុងប៉ុន្តែយើងឃើញនៅក្រោយអានេះវាអត់សូវច្បាស់លាស់ប្រហែលទេប៉ុន្តែនៅពេលយើងមើលអេសាយ44យើងឃើញថាទ្រង់អះអាងថាទ្រង់គឺជាអ្វីទី1ទ្រង់អាងថាទ្រង់ជាមហាក្សត្រនៃស្រុកអ៊ីស្រាអែលទ្រង់គឺជាស្ដេចរបស់ពួកគេបន្ទាប់មកទ្រង់គឺជាអ្នកប្រោសលោះពួកគេហើយខ្ញុំចង់បញ្យល់បន្តិចតើនៅក្នុងព្រះគម្ពីរតើអង្គទ្រង់មួយណាដែលមាននាមថាជាអ្នកដែលប្រោសលោះរាជរបស់ទ្រង់ឬក៏ពួកមនុស្សលោកគឺជាព្រះគ្រីស្ទនឹងទី1មែនទេហើយព្រះមហាក្សត្រទ្រង់ជាមហាក្សត្រនៅពេលដែលស្ដេចហេរ៉ូតចង់សម្លាប់ព្រះគ្រីស្ទនៅពេលទ្រង់ប្រសូតមកតើហេតុអ្វីបានគាត់ធ្វើអញ្ចឹងពីព្រោះមានគេប្រាប់គាត់ថាព្រះគ្រីស្ទព្រះមេស៊ីនឹងយាងមកធ្វើជាអ្វីជាមហាក្សត្រនៃសាសអ៊ីស្រាអែលធ្វើជាស្ដេចរបស់ពួកគេមែនទេតម្រុយទី2ហើយទី3ទ្រង់មានការអះអាងថាទ្រង់គឺជាដើមហើយក៏ជាចុងនៅក្នុងអេសាយអត់ទាន់ច្បាស់លាស់តែពេញលេញនៅពេលដែលយើងមើលវិវរណៈចំពុក22តើនៅពេលវេលាតើណាគេទ្រង់មានព្រះបន្ទូលនៅកន្លែងនេះគឺជាព្រះគ្រីស្ទពីព្រោះទ្រង់កំពុងធ្វើអ្វីអញនឹងយើងមកជាឆាប់យើងឃើញទេអង្គទ្រង់មួយណាដែលសន្យាថាទ្រង់នឹងយើងមកវិញដើម្បីទទួលរាជរបស់ទ្រង់ហើយប្រទានរង្វាន់ឲ្យពួកយើងគឺជាព្រះគ្រីស្ទហើយនៅក្នុងកន្លែងខ13ទ្រង់បន្តទៅទៀតទ្រង់មានព្រះបន្ទូលថាគឺជាទ្រង់នេះគឺជាអ្វីទ្រង់មុនគេហើយក្រោយគេនៅកន្លែងនេះទ្រង់ជាដើមក៏ជាក្រោយគេយើងឃើញទេនៅក្នុងអេសាយទ្រង់ភាសាទៀតទ្រង់ជាដើមក៏ជាចុងហើយនឹងភាសាទៀតទ្រង់ជាដើមហើយជាចុងនៅក្នុងវិវរណៈឥឡូវយើងបានផ្សំព្រះគម្ពីរដែលត្រឹមត្រូវយើងបានបញ្ជាក់ថាយ៉ាងម៉េចដែរថាព្រះនៅក្នុងអេសាយចំពុក41គឺជាព្រះគ្រីស្ទព្រះនៅក្នុងព្រះគម្ពីរអេសាយ44គឺជាព្រះគ្រីស្ទច្បាស់លាស់ទេបងប្អូនច្បាស់លាស់ឃើញទេអត់មានការយល់ច្រឡំទេហើយគ្មានការពិបាកយល់ទេនៅក្នុងវាស្រួលយល់ណាស់បងប្អូនអើយអត់ពិបាកយល់ទេឥឡូវខ្ញុំចង់បញ្យល់ចំណុចផ្សេងទៀតនៅក្នុងសាច់រឿងនេះបាទសូមអញ្ជើញបាទមីងសកុនមានaiបានបន្តមីងបានតើលោកគ្រូបាទអរគុណមីងសូមអញ្ជើញព្រះយេស៊ូវគឺបានមក
លេងលោកអាប់រ៉ាហាំហើយបានคล้ายជាមិត្តរបស់លោកព្រះគម្ពីរអេសាយ41ខ8តែឯងឲ្យអ៊ីស្រាអែលអើយឲ្យអ៊ីស្រាអែលជាអ្នកបម្រើអញអើយព្រមទាំងយ៉ាកុបដែលអញបានរើសជាពូជអាប់រ៉ាហាំដ៏ជាសម្លាញ់របស់អញផងព្រះគម្ពីរយ៉ូហានចំពោះ8ខ56លោកអាប់រ៉ាហាំជាអាយុកោអ្នករាល់គ្នាលោកបានត្រេកអរដោយឃើញគ្រាខ្ញុំលោកក៏បានឃើញមែនហើយមានសេចក្តីរីករាយ57ដូច្នេះពួកសាសយូដាទូលទ្រង់ថាអាយុអ្នកមិនទាន់ដល់50ឆ្នាំផងហើយអ្នកថាបានឃើញលោកអាប់រ៉ាហាំដែរឬ58ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមុនដែលលោកអាប់រ៉ាហាំកើតមកនោះមានខ្ញុំហើយអាមែនឥឡូវនៅក្នុងចំណុចទាំងនេះខ្ញុំចង់ឲ្យបងប្អូនឃើញថានៅក្នុងអេសាយ41ឥឡូវយើងខ8ប៉ុន្តែយើងបានបញ្ជាក់ទៅហើយនេះឃើញអេសាយ41យើងបានបញ្ជាក់ថាព្រះដែលមានពាក្យទាំងនេះគឺជាព្រះគ្រីស្ទយើងប្រើខផ្សេងៗដល់ជួយភ្ជាប់គ្នាទៅវិញទៅមកហើយបន្ទាប់មកយើងបន្តជំពូក41នេះអេសាយ41ហើយឥឡូវតើព្រះគ្រីស្ទទ្រង់រាប់អាប់រ៉ាហាំជាអ្វីគឺជាមិត្តសម្លាញ់យើងឃើញទេហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងឃើញយូហាននៅក្នុងកន្លែងនេះក៏ជួយពង្រឹងអ្វីដែលខ្ញុំចង់លើកមកនិយាយនឹងដែរព្រះគ្រីស្ទទ្រង់បានប្រាប់ពួកអ៊ីស្រាអែលថាលោកអាប់រ៉ាហាំគាត់រីករាយណាស់នៅពេលដែលគាត់បានឃើញព្រះគ្រីស្ទអញ្ចឹងបានសេចក្តីថាតើនៅក្នុងព្រះគម្ពីរណាមួយដែលបានចែងមកអំពីការទំនាក់ទំនងរវាងអាប់រ៉ាហាំនិងព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរមួយណាគឺព្រះគម្ពីរលូកាម៉ាតមែនទេយើងឃើញថានៅពេលដែលទ្រង់មុនបំផ្លាញសូដុំទ្រង់បានយាងទៅជាមួយទេវតាទាំងពីរហើយទ្រង់ក៏បានទៅលេងអាប់រ៉ាហាំមែនទេអញ្ចឹងបានសេចក្តីថាព្រះគ្រីស្ទបានលេចមុខមកនៅសញ្ញាចាស់ដើម្បីជួបអាប់រ៉ាហាំប៉ុន្តែមិនត្រឹមតែអាប់រ៉ាហាំតែមួយទេសូម្បីតែលោកម៉ូសេលោកយ៉ូស្វេលោកគីឌីអិនគឺថាផ្សេងអ្នកនឹងឃើញបន្តិចទៀតគឺជារឿងមួយដែលគួរឲ្យធ្វើឲ្យពួកយើងភ្ញាក់ផ្អើលបន្តិចពីព្រោះការពីដើមសូម្បីតែឥឡូវហ្នឹងអ្នកអានព្រះគម្ពីរមានរឿងក្រៅជាច្រើនដែលពួកយើងមិនបានចាប់អារម្មណ៍ប៉ុន្តែនៅពេលដែលយើងសិក្សាដោយប្រយ័ត្នប្រយែងទៅទ្រង់ជួយពន្យល់យើងថាដូចជាមកយូហានចំពុក5អញ្ចឹងបានបង្គាប់យើងថាព្រះគម្ពីរទាំងមូលគឺជួយពន្យល់យើងរឿងសេចក្តីសង្គ្រោះមានព្រះវរបិតារាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែតួឯកនៃសេចក្តីសង្គ្រោះអ្នកដែលបញ្ចេញមុខមកអ្នកដែលជាស្ពានរវាងឋានសួគ៌ហើយនិងលោកីគឺជាព្រះគ្រីស្ទឯងបងប្អូនដូច្នេះយើងឃើញថាជាភាសាទៀតនៅកន្លែងនេះព្រះគម្ពីរខ្មែរអត់សូវច្បាស់លាស់នោះមានខ្ញុំហើយប៉ុន្តែព្រះគម្ពីរអង់គ្លេសមានពាក្យថាលើខ្ញុំចង់ឲ្យអ្នកឃើញតែផ្ទាល់ហ្មងខ្ញុំចម្លងពីអ្វីដែលខ្ញុំមើលនៅកន្លែងនេះជាព្រះគម្ពីរយូហានចំពោះ8:8 Jesus said to them most assuredly I say to you before Abraham was I am ឃើញទេពាក្យ I am នៅពេលដែលម៉ូសេបានឃើញដើមឈើមួយដែលកំពុងតែឆេះហ្នឹងហើយគាត់ទៅកន្លែងមើលគាត់ស្រាប់តែឮសំឡេងព្រះហៅមកពីក្នុងភ្លើងហ្នឹងឲ្យគាត់ទៅនៅពេលក្រោយមកនៅពេលដែលលោកម៉ូសេបានទទួលស្គាល់ថាទ្រង់គឺជាព្រះហើយគាត់ក៏បានមានការព្រួយបារម្ភខ្លះគាត់មានគំនិតថាប្រមចាយទៅបើសិនជាទូបង្គំបានទៅប្រាប់ពួកអ៊ីស្រាអែលថាទ្រង់បានចាត់ទូបង្គំទៅជួយរំដោះពួកគេហើយពួកគេមិនសួរថាតើទ្រង់ឈ្មោះអ្វីហើយទ្រង់ឆ្លើយតបអ្វីដែរ
I am that I am ឃើញទេអញជាប៉ុន្តែព្រះគម្ពីរខ្មែរបកប្រែមកថាមានខ្ញុំហើយវិញវាអត់សូវច្បាស់លាស់វាមិនមែនខុសទេប៉ុន្តែក៏វាមិនសូវច្បាស់លាស់បើសិនជាវាត្រឹមត្រូវវិញពួកគាត់គួរតែបើកមើលខព្រះគម្ពីរនៃខមណាំងហើយប្រៀបធៀបឲ្យប្រើពាក្យអញជាទៅវិញមិនមែនខ្ញុំមានខ្ញុំហើយទេព្រះគម្ពីរអង់គ្លេសច្បាស់លាស់នៅក្នុងកន្លែងនេះបាទអរគុណមីងដែលបានអានតោះឥឡូវមកបងសៅបងអាចបានបន្តអាចអានបន្តបងបាទបងបាទអរគុណ4ព្រះយេស៊ូវគឺជាថ្មដាព្រះគម្ពីរអេសាយចំពុក44ខ8កុំឲ្យភ័យខ្លាចឡើយក៏កុំឲ្យខ្លាចដែរតើអញមិនបានប្រាប់ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬគឺឯរាល់គ្នាជាស្មោះបន្ទាល់របស់អញតើមានព្រះណាក្រៅពីអញឬទេគ្មានថ្មដាណាទៀតឡើយអញមិនស្គាល់ណាមួយសោះព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក10ខ1បងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងពីដំណើរពួកឯកកោយើងទេថាគឺគេបាននៅក្រោមពពកទាំងអស់គ្នាហើយគ្រប់គ្នាបានដើរកាត់សមុទ្រគ្រប់គ្នាបានទទួលបុណ្យជាមួយទឹកក្នុងពពកហើយក្នុងសមុទ្រនោះឲ្យបានតាមលោកម៉ូសេគ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណហើយគ្រប់គ្នាបានផឹកទឹកដដែលខាងវិញ្ញាណដែរត្បិតគ្មានផឹកពីថ្មដានខាងព្រលឹងវិញ្ញាណណាតាមគេឯថ្មដាននោះគឺជាព្រះគ្រីស្ទអាមែនឥឡូវយើងតើបងប្អូនត្រេកអរនៅក្នុងចិត្តដែរដែលព្រះគម្ពីរបង្រៀនយើងដោយត្រឹមត្រូវយើងឃើញទេយើងក៏ចាំបាច់ស្មានដែរខ្ញុំជួយបញ្យោមភាសាទៀតអេសាយ44យើងឃើញកាលពីដើមយើងឃើញអេសាយ41មែនទេហើយបន្ទាប់មកអេសាយ44ជួបបញ្ជាក់ច្បាស់លាស់ហើយថាថ្មដានឹងគឺជានរណាគេតើថ្មដានឹងគឺជានរណាគេចុងព្រះនៅក្នុងអេសាយនឹងគឺជានរណាព្រះអង្គមួយណាដែលទ្រង់កំពុងតែមានព្រះបន្ទូលនៅកន្លែងនេះគឺជាព្រះគ្រីស្ទមែនទេច្បាស់លាស់ចំពោះបងប្អូនដែរមិនច្បាស់លាស់ណាបងប្អូនអញ្ចឹងបានសេចក្តីថាជាភាសាទៀតតួឯកនៃសេចក្តីសំទុះនៅសញ្ញាចាស់ព្រមទាំងសញ្ញាថ្មីគឺជាព្រះគ្រីស្ទហើយពួកយើងឥឡូវហ្នឹងគួរតែចោលគំនិតថាដូចជាខ្ញុំបានចោលគំនិតអញ្ចឹងថាព្រះសញ្ញាចាស់មិនមែនជាព្រះបិតាទេប៉ុន្តែជាពិសេសសំទោសទ្រង់មានចំណែកដែរប៉ុន្តែជាពិសេសតួឯកគឺជាព្រះគ្រីស្ទទៅវិញតាំងពីលោកុបាទរហូតដល់វិវរណៈឥឡូវយើងមានការសន្មតមួយចុះព្រះអង្គទ្រង់មួយណាដែលយើងមកលេងអាដាមអេវ៉ានៅពេលដែលពួកគាត់បានបះបោពីទ្រង់គឺជាព្រះគ្រីស្ទព្រះយេស៊ូវដែរហ្នឹងឯងពីព្រោះទ្រង់គឺជាតួឯកនៃព្រះគម្ពីរទ្រង់បានប្រាប់យើងហើយនៅក្នុងយូហានចំពុក5អូខេតោះឥឡូវយើងបន្តទៅទៀតឥឡូវយើងកាន់តែច្បាស់លាស់មែនតើថាព្រះគ្រីស្ទកិច្ចការរបស់ទ្រង់មិនមែនត្រឹមតែពេលដែលទ្រង់ប្រសូតមកទេទ្រង់ប្រសូតមកនឹងបំពេញកិច្ចការរបស់ទ្រង់បំពេញបេសកកម្មរបស់ទ្រង់នៅក្នុងសេចក្តីសង្គ្រោះប៉ុន្តែកុំឲ្យយើងយល់ច្រឡំថាកិច្ចការរបស់ទ្រង់មានតែត្រឹមតែប៉ុណ្ណឹងតាមការពិតកិច្ចការរបស់ទ្រង់ចាប់ផ្ដើមនៅពេលដែលទ្រង់យាងមកដេញដោលពួកអាដាមអេវ៉ាហើយគឺជាទ្រង់នឹងឯងដែលបានហែកអាវស្បែកធ្វើឲ្យពួកគេដែលជាតំណាងទ្រង់នឹងឯងដែលពួកយើងនឹងដាច់ខាតត្រូវតែទទួលអាវមួយនេះពីទ្រង់បើសិនជាយើងចង់បានសង្គ្រោះបើសិនជាយើងចង់គ្របបាំងភាពអាក្រាតរបស់យើងដាច់ខាតត្រូវពាក់អាវផាយរបស់ព្រះគ្រីស្ទដែលជាអ្វីដែលជាអត្តចរិតរបស់ទ្រង់ដែលជាសេចក្តីសុចរិតរបស់ទ្រង់យើងត្រូវតែទទួលយើងមិនត្រឹមតែទទួលអំណោយពីទ្រង់តែមួយទេប៉ុន្តែយើងក៏ត្រូវទទួលអត្តចរិតរបស់ទ្រង់ដែរហើយអត្តចរិតរបស់ទ្រង់គឺជាយ៉ាងម៉េចដែរបងប្អូន
តើបងប្អូនថាមានច្បងដែរតើនៅពេលតើបងប្អូនយល់យ៉ាងម៉េចដែរនៅពេលដែលយើងព្រះគម្ពីរបង្គាប់ពួកយើងថាយើងពាក់អាវព្រះគ្រីស្ទ គឺយើងមានអត្តចរិតរបស់ទ្រង់ បាទបាទបាទ តចរិតរបស់ទ្រង់គឺជាកិត្តវិន័យបង សម្ភារជាសេចក្តីសុខចរិតរបស់ទ្រង់ដែរ សាវកពលក៏គាត់មានប្រសាសន៍ដែរថាយើងរកគ្រប់គ្នាហ្នឹងជាសាររបស់ព្រះគ្រីស្ទគេអានមើលយើង បាទត្រូវហើយពីព្រោះយើងអះអាងថាយើងជឿព្រះយ៉ាងណាប៉ុន្តែទីបំផុតគេនៅតែមកដាក់ចរិតរបស់យើងការប្រព្រឹត្តរបស់យើងបាទពួកផារ៉ាស៊ីពួកអាចារ្យពួកគាត់ហ្នឹងបានអះអាងថាអញ្ចេះថាអញ្ចោះសូម្បីការប្រព្រឹត្តរបស់គាត់ក៏បានធ្វើដែរដែលត្រឹមត្រូវឲ្យគេសរសើរជានិច្ចប៉ុន្តែទីបំផុតចិត្តរបស់គេតើវាមានការប្រែប្រួលឬអត់តែថា ពលវិជ្ជាច្បាស់ថាអ្នករាល់គ្នាជាសារជាសម្បត្តិរបស់ព្រះគ្រីស្ទ បាទហើយធម្មតាតែសម្បត្តិគេអានមើលហើយមិនដែលគេទុកចោលទេ បាទត្រង់នេះខ្ញុំយើងត្រូវត្រឡប់ខ្លួនគិតអញ្ចេះសម្រាប់ត្រង់នេះក៏វាយ៉ាប់ចំពោះខ្ញុំខ្លះដែរជួនកាលមានមនុស្សខ្លះដែលយើងមើលងាយគេខ្ញុំនិយាយឲ្យច្បាស់លាស់មកឲ្យចំជួនកាលពួកយើងមើលមនុស្សនៅពេលណាដែលយើងមើលមនុស្សយើងតែងតែឃើញកំហុសរបស់គេវាជាបំផុតទេទោះបើយើងអ្នកជឿព្រះឬក៏មិនជឿព្រះក៏ដោយឲ្យតែយើងសង្កេតមើលនរណាគេយូរទៅទោះបើយើងត្រឹមតែស្គាល់គេថ្មីក៏យើងនៅតែអាចឃើញភាពកំសោយរបស់គេនៅក្នុងចំណុចណាមួយហើយពួកយើងអត់ទេលោក បាទមីងហើយពួកយើងតែងតែមានចិត្តគំនិតប្រកាន់ណាថាដូចជាអ្នកដែលជក់បារីឧទាហរណ៍នៅក្នុងកម្រិតរបស់យើងពាក្យសម្ដីពួកអ្នកដែលជក់បារីបើសិនជាគេកំពុងតែជក់បារីហើយគេមកប្រាប់យើងថាអ្នកកុំជក់បារីអីវាមិនល្អទេតើពួកយើងតែមានគំនិតយ៉ាងណាដែរវាយើងតែមកហ៊ានបដៅខ្ញុំផងឲ្យមើលខ្លួនឯងមើលអាហ្នឹងហើយគឺជាចិត្តគំនិតរបស់មនុស្សយើងប៉ុន្តែខ្ញុំចង់ឲ្យអ្នកចោលគំនិតមួយហ្នឹងពីព្រោះវាអត់ត្រឹមត្រូវទេនឹងព្រះជក់បារីមិនសម្រាប់តែខ្លួនឯងណាសម្រាប់ដល់អ្នកចិត្តខាងនៅជុំវិញនឹងទៀតបើផឹកស្រាសវឹងងាប់តែម្នាក់ឯងទេប៉ុន្តែគឺសាហាវណាស់វាសម្រាប់គ្នាខុសគ្នាមួយយ៉ាងម្នាក់មានវាចេះបារីវាច្រើនព្រោះបារីសម្រាប់មនុស្សច្រើនបើស្រាបើខ្ញុំផឹកស្លាប់តែខ្ញុំទេវាត្រូវហើយខាងសាច់ឈាមប៉ុន្តែអ្នកដែលផឹកបើកឡានបុកគេអានឹងងាប់គេច្រើនណាស់ហ្នឹងត្រូវហើយអាត្រង់ហ្នឹងប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍ដែរអ្នកដែលផឹកស្រាតែងតែមានពាក្យនិយាយដែលមិនសមរម្យណាធ្វើឲ្យឆ្លោះគ្នាទៅវិញទៅមកទៅក៏វាប៉ះពាល់ដល់អារម្មណ៍គេឯងដែរទោះបើវាមិនផឹកស្រាអួតអាងតែអួតអាងមានបញ្ហាបាទហើយមិននិយាយសំទោសអូទៀតខ្ញុំចាំហើយនៅពេលដែលទ្រង់បដៅបាឡាំខ្ញុំចូលចិត្តរឿងមួយហ្នឹងពីព្រោះវាជួយពន្យល់ឲ្យខ្ញុំតាមពិតខព្រះគម្ពីរមួយហ្នឹងជួយបដៅខ្ញុំហើយខ្ញុំចង់ឲ្យវាបដៅអ្នកទាំងអស់គ្នាដែរទ្រង់អត់ប្រៀបបានល្អទេទ្រង់ប្រើសត្វលាដែលព្រះគម្ពីររាប់ថាវាមិនសត្វស្អាតនៅក្នុងការបរិភោគវាសត្វមិនស្អាតពួកអ៊ីស្រាអែលរាប់ថាសត្វវាមិនស្អាតហើយវាថោកទៀតដោយសារសត្វលានឹងគឺជាសត្វមួយដែលហត់នឿយគេប្រដូចគោដូចកំបីហើយវាថោកទៀតប៉ុន្តែយើងគិតមើលជាគោលការណ៍អ្វីមួយដែលថោកទៀតហើយត្រូវគេមើលងាយប៉ុន្តែទ្រង់អាចប្រើប្រាស់បានដើម្បីបដៅអ្នកដែលមានឋានៈខ្ពស់នៅក្នុងក្រុមជំនុំដែលជាបាឡាមយើងគិតមើលតើនរណាគេដែលទ្រង់ជ្រើសរើសធ្វើជាហោរាយើងអាចរាប់ថាអ្នកនឹងគឺមានមុខមាត់មានឋានៈខ្ពស់នៅក្នុងក្រុមជំនុំដែរមានឃើញទេប៉ុន្តែនៅពេលវេលានេះឃើញទ្រង់សពក្រតីជួយបដៅអ្នកដែលបំរើកិច្ចការរបស់ទ្រង់ដែលខ្ពស់តាមរយៈអ្នកដែលថោកទាបដែរអ្នកដែលគេមើលងាយដែរត្រង់នេះខ្ញុំចង់ឲ្យអ្នកយល់ដូចជាខ្ញុំយល់
ថានៅពេលណាដែលបងប្អូនឃើញគេដែលមានអំពើបាបណាមួយរឿងអីក៏ដោយបាត់ស្រាបរិយស្រីលបែងអីក៏ដោយមែនវាជាការអាក្រក់បងប្អូនហើយយើងគួរតែអាណិតគេមិនមែនយើងគួរតែប្រកាន់គេទេបើសិនជាត្រង់ចេះប្រកាន់ពួកយើងដូចជាពួកយើងប្រកាន់ពួកគេឯងតើមាននរណាគេមួយនៅក្នុងចំណោមពួកយើងដែលអាចមានថ្ងៃនេះបានខ្ញុំសួរបងប្អូនត្រង់នេះដែលខ្ញុំបានសួរថានៅពេលដែលយើងទទួលអោផាយមួយនេះពីព្រះគ្រីស្ទតើពួកយើងគួរតែមានអាកប្បកិរិយាយ៉ាងណាចំពោះពួកគ្នាទៅវិញទៅមកត្រង់នេះឯងដែលជួយយើងយល់ដូចជាត្រង់បង្គាប់យើងឲ្យចូលឲ្យយើងស្រឡាញ់ព្រះដូចជាយើងស្រឡាញ់រដ្ឋតីហើយស្រឡាញ់ខ្លួនណាអ្វីដែលយើងឲ្យត្រង់មានគោលការណ៍មួយទៀតចូលឲ្យយើងប្រព្រឹត្តដូចទៅអ្នកដតីដូចជាយើងប្រាថ្នាចង់ឲ្យគេធ្វើដាក់ដូចយើងដែរបើសិនជាយើងញៀនបារីញៀនស្រាញៀនស្រីញៀនលបែងតើពួកយើងចង់ឲ្យគេអាណិតយើងអាសូរយើងជួយយើងអធិដ្ឋានឲ្យយើងជួយលើកទឹកចិត្តយើងដែរហើយស្ដាប់យើងដែរធម្មតាទេមែនទេអញ្ចឹងហើយបងប្អូនខ្ញុំចង់លើកទឹកចិត្តអ្នកនៅថ្ងៃនេះវាមិនជាការងារទេពីព្រោះពួកយើងរស់នៅក្នុងសាច់ឈាមយើងទលាប់ខ្លះទៅហើយរឿងហ្នឹងតាំងឯងធ្វើចេះមិនក៏មានសិទ្ធិបដៅអញណាពួកយើងគិតអញ្ចឹងប៉ុន្តែបើសិនជាខ្ញុំមិនមែនឲ្យបងប្អូនទៅស្ដាប់អ្នកជួបបរិយឲ្យដូចថាគេកំពុងតែជួបឲ្យថាណាជួបបរិយដូចខ្ញុំមិននិយាយលេងមិនមែនទេខ្ញុំចង់និយាយថាទោះបើគេមានភាពកំសោយនៅក្នុងជីវិតណាមួយក៏ដោយប៉ុន្តែបើសិនជាគេកំពុងតែនិយាយអ្វីធ្វើអ្វីណែនាំអ្វីបង្រៀនអ្វីដែលត្រឹមត្រូវចំពោះគោលការណ៍នៃព្រះគម្ពីរបើសិនជាគេនាំយើងល្អយើងយកអាល្អបដិសេធអាក្រក់ក្រៃទៅដូចជាព្រះគ្រីស្ទទ្រង់មានព្រះបន្ទូលដែរថាពួកផារ៉ាស៊ីឲ្យពួកទ្រង់បដៅរាជរបស់ទ្រង់នឹងចំណត់ថាចូលឲ្យស្ដាប់គេទៅពីព្រោះអ្វីដែលគេបង្រៀនវាល្អឲ្យចេះរក្សាក្រឹតវិន័យឲ្យចេះដាក់ប្រាក់ដង្វាយចេះធ្វើនេះធ្វើនោះទ្រង់រាប់ថាធ្វើតាមអ្វីដែលគេធ្វើល្អប៉ុន្តែអ្វីដែលគេធ្វើអាក្រក់កុំតាមគេតើយើងឃើញគោលការណ៍នេះមួយវាសំខាន់ណាបងប្អូនអានេះហើយបានខ្ញុំចង់ប្រាប់ក្រុមជំនុំឲ្យយើងប្រយ័ត្នប្រយែងជាងការមេដឹកនាំខ្លះអ្នកបង្រៀនខ្លះក៏មានភាពកំសោយនៅក្នុងជីវិតរបស់គាត់កុំឲ្យយើងប្រកាន់គាត់អីយើងប្រកាន់ការអាក្រក់របស់គាត់ប៉ុន្តែកុំប្រកាន់គាត់ដល់អ្នកយល់ចំណុចហ្នឹងដែរព្រះប្រកាន់អំពើអាក្រក់របស់យើងប៉ុន្តែទ្រង់មិនប្រកាន់យើងទេទ្រង់ស្រឡាញ់យើងណាស់ទ្រង់ចង់សង្គ្រោះយើងទ្រង់ព្យាយាមទ្រង់យាមនឹងផ្ញើបងប្អូនណានៅក្នុងលោកីនេះដែលថ្ងៃក្រោយនឹងមានសង្ឃឹមមានឈ្មោះនៅបញ្ជីជីវិតរបស់ព្រះដាច់ខាតត្រូវតែបដោះបដាអត្តចរិតមួយនេះដូចជាព្រះដែរវាមិនជាការងាយទេមែនទេវាជាការពិបាកណាស់ប៉ុន្តែសូម្បីតែចំពោះខ្ញុំក៏ពិបាកដែរប៉ុន្តែបើសិនជាគេបដៅយើងចង់ឲ្យយើងល្អគេបង្រៀនយើងចង់ឲ្យយើងល្អចូលស្ដាប់តាមគេទៅប៉ុន្តែអាការអាក្រក់របស់គេយើងប្រយ័ត្នប្រយែងហើយសូម្បីតែដូចជាយើងរៀនពីមុនអញ្ចឹងការបន្ទោសមានពេលវេលាមានរបៀបណាមានចំណុចជាច្រើនយើងមិនមែនចាំនឹកឃើញនិយាយនឹកឃើញស្ដីនឹកឃើញបដៅនឹកឃើញបន្ទោសទេបងប្អូនយើងមិនគួរធ្វើអញ្ចឹងទេយោបល់របស់ខ្ញុំនៅក្នុងរឿងហ្នឹងជាខ្លីបើសិនជាយើងឃើញបងប្អូនណាមួយដែលមានការខុសឆ្គងយើងកុំឆាប់ស្ដីឆាប់បន្ទោសឆាប់ប្រមានយើងទី1ត្រូវគបព្រះអង្គសិនសុំព្រះអង្គព្រះម្ចាស់អើយបើសិនជាទ្រង់សពតិទុំគុំបើកចិត្តដើម្បីជួយអប់រំជួយលើកទឹកចិត្តបងប្អូនណាមួយណាសូមទ្រង់ចាត់ពេលវេលាបង្គាប់ឲ្យទុំគុំមានប្រាជ្ញាឲ្យចេះនិយាយជាមួយគេដោយសន្តិដោយសុភាពឲ្យទុំគុំចេះទប់ទល់ចិត្តកុំឲ្យទុំគុំធ្វើតាមអំពើចិត្តណាសំបីតែខ្ញុំលោកឧទាហរណ៍មួយទៀត
សូម្បីតែព្រះគ្រីស្ទក៏ទ្រង់បង្គាប់យ៉ាងដែរនៅថ្ងៃក្រោយនៅពេលដែលគេបៀតបៀនយើងគេនាំយើងទៅមុខតុលាការទ្រង់អត់ចង់ឲ្យយើងទន្ទិញណាអ្វីដែលយើងគិតនិយាយទ្រង់ឲ្យយើងពេលវេលាហ្នឹងទុកចិត្តលើទ្រង់ពីព្រោះព្រះវិញ្ញាណនឹងគង់ជាមួយយើងនៅពេលវេលាហ្នឹងហើយទ្រង់នឹងជួយរៀបឲ្យយើងរៀបពាក្យនិយាយឲ្យគេឆ្លើយតបនឹងយើងអត់កើតផងឃើញទេចាំថាគោលការណ៍ទាំងនឹងខ្ញុំចង់ឲ្យអ្នកពង្យល់ណាយើងដាច់ខាតកុំឲ្យយើងទម្លាប់ខ្លួនប្រកាន់គេតាមរយៈអ្វីដែលគេធ្វើប៉ុន្តែយើងត្រូវប្រកាន់សុំទោសប្រកាន់អ្វីដែលគេធ្វើប៉ុន្តែកុំប្រកាន់អ្នកនឹងដែលផ្ទាល់ហ្មងវាអញ្ចឹងបើសិនជាកិច្ចការគេធ្វើដល់ល្អទទួលទៅចុះបងប្អូនណាខ្ញុំមិនចង់អានេះខ្ញុំនិយាយគំនិតរបស់ខ្ញុំពេកខ្ញុំចង់ឲ្យអ្នកឃើញថានេះគឺជាអ្វីដែលព្រះគម្ពីរជួយបង្រៀនយើងអូខេបងសៅសូមជួយបន្តទៀតបងបាទអរគុណបាទបងភាសាខ្ញុំចូលដែរបាទស្វាគមន៍អរគុណអូនព្រះយេស៊ូវគឺជាកូនជាមដែលបានស្លាប់តាំងពីកំណើតពិភពលោកវិវរណៈចំពុក13ខ8ឯអស់មនុស្សទាំងប៉ុន្មាននៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនជាមដែលត្រូវគេសម្លាប់តាំងពីកំណើតលោកីមកនោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះពេត្រុសទី1ចំពុក1ខ18ដែលដឹងថាទ្រង់បានលួសអ្នករាល់គ្នាឲ្យរួចពីកិរិយាអត់ប្រយោជន៍ដែលបានតពីពួកអាយកោមកនោះមិនមែនដោយរបស់ពួករលួយដូចជាប្រាក់ឬមាសនោះទេគឺបានលួសដោយសារព្រះលិខិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញទុកដូចជាឈាមនៃកូនជាមឥតខ្ចោះឥតស្រាក់ស្នាមដែលបានស្គាល់តាំងពីមុនកំណើតលោកីមកតែទៅនឹងលេចមកនៅជាន់ក្រោយបង្អស់នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាអេមែនអរគុណក្មួយនៅក្នុងចំណុចមួយនេះបងប្អូនខ្ញុំចង់ឲ្យអ្នកឃើញថាព្រះគ្រីស្ទនៅក្នុងយូហានចំពុក5ដែលយើងបាននិយាយខ្លះហើយបាននិយាយខ្លះថាទ្រង់គឺជាតួឯកនៃសេចក្តីសង្គ្រោះប៉ុន្តែខទាំងនេះក៏ជួយគ្រប់គ្រងគំនិតទាំងនេះដែរឃើញថាវិវរណៈចំពុក13បានប្រើពាក្យមួយនេះកូនជាមដែលត្រូវគេសម្លាប់តាំងពីកំណើតលោកីមកហើយអ្វីបានទ្រង់មានព្រះបន្ទូលតាមរបៀបនេះតើនរណាគេដែលបានសម្លាប់ទ្រង់តាំងពីកំណើតលោកីមកតើបងប្អូនមានយោបល់ដែរពីព្រោះសក្តិជំនួសអាដាមអេវ៉ានោះត្រូវហើយបងនិយាយត្រូវល្អណាស់មីងសក្តិមានប្រសាសន៍ហើយមីងអត់ទេលោកអត់ទេបាទអូខេបងស្រីបាននិយាយត្រូវហើយពីព្រោះយើងចាំដែរទោសនៃការមិនស្ដាប់បង្គាប់នៅក្នុងការបរិភោគដើមដែលទ្រង់ហាមនឹងគឺយ៉ាងម៉េចដែរគឺជាសេចក្តីស្លាប់ហើយហើយអ្វីបងប្អូនខ្លះគាត់រៀនសូត្រគាត់ប្រហែលជាឆ្ងល់ហើយអ្វីនៅពេលវេលាហ្នឹងអត់មែនបានស្លាប់អញ្ចឹងគឺពីព្រោះដំណឹងល្អខ្ញុំចង់បញ្យល់ឲ្យជ្រៅបន្តិចនៅក្នុងវិវរណៈចំពុក14ចាប់ពីខ6ព្រះគម្ពីរប្រាប់យើងប្រើពាក្យមួយដំណឹងល្អដល់អស់កលជានិច្ចហើយដូចជាខ្ញុំធ្លាប់បានបង្គាប់បងប្អូនអញ្ចឹងថាអ្វីមួយដែលជាអស់កលជានិច្ចគ្មានដើមគ្មានចុងទេច្បាស់លាស់ហើយបងប្អូនអញ្ចឹងដំណឹងល្អគ្មានដើមក៏គ្មានចុងហើយតើអ្វីទៅនៅក្នុងព្រះគម្ពីរដែលគ្មានដើមហើយគ្មានចុងគឺជាព្រះអញ្ចឹងបានសេចក្តីថាគំនិតនៃសេចក្តីសង្គ្រោះបានមាននៅក្នុងគំនិតរបស់ទ្រង់តាំងពីអស់កលជានិច្ចទៅអស់កលជានិច្ចម្លេះអស្ចារ្យមែនទេតើដំណឹងល្អនឹងគឺជាអ្វីបងប្អូនដំណឹងល្អនឹងគឺថាទ្រង់ស្ម័គ្រចិត្តនៅពេលដែលទ្រង់តាមពិតទ្រង់ជ្រាបដឹងជាមុនទៅហើយនៅពេលដែលទ្រង់បានបង្កើតទេវតាបង្កើតមនុស្សលោកយើងមកហើយផ្ដល់ឲ្យយើងមានប្រាជ្ញាដែលខ្ពង់ខ្ពស់ហើយឲ្យមានការជ្រើសរើសដូចជាទ្រង់ដែរអាកាសដែល
ទេវតាឬក៏មនុស្សអាចជ្រើសរើសធ្វើអាក្រក់មានបងប្អូនគឺអានេះគេហៅសេរីភាពនៃការជ្រើសរើសឃើញវាថ្លៃចំពោះទ្រង់ដែរហើយវាថ្លៃម្ល៉េះអញ្ចឹងហើយបានជាទ្រង់ប្រើពាក្យដំណឹងល្អអស់កលចំណេះចំណាសេចក្តីថានៅពេលណាដែលទេវតាឬក៏មនុស្សធ្វើខុសឆ្គងទ្រង់នឹងជួយសង្គ្រោះហើយជួយសង្គ្រោះតាមរបៀបណាជួយសង្គ្រោះមិនត្រឹមតែសង្កត់ទេបងប្អូនកុំឲ្យយើងត្រឡប់គិតអញ្ចឹងការសង្គ្រោះគឺជាការអប់រំការណែនាំការព្រមានការគំរាមហើយទីបំផុតការដាក់ទោសណាពីព្រោះដំណឹងល្អនៅក្នុងដំណឹងល្អគឺមានការជំនុំជម្រះដែរត្រឹមត្រូវទេត្រឹមត្រូវណាហើយខ្ញុំចង់និយាយវែងឆ្ងាយទេប៉ុន្តែរឿងហ្នឹងយើងអាចរៀនថ្ងៃក្រោយក៏បានដែរចំពោះពួកទេវតាប្រហែលជាបងប្អូនខ្លះក៏គិតថាហេតុអ្វីបានជាទ្រង់មិនសង្កត់ចំពោះពួកទេវតាវាអញ្ចឹងខ្ញុំយល់តែចំណុចមួយនេះចុះពួកទេវតាគេបានឃើញព្រះចេស្តារបស់ទ្រង់ដោយផ្ទាល់ហ្មងគេបានឃើញអត្តចរិតដោយផ្ទាល់ហ្មងអត់ដូចពួកយើងទេពួកទេវតានៅពេលដែលទ្រង់បង្កើតពួកគេមកពួកគេត្រូវទ្រង់បង្កើតដូចជាអាដាមអេវ៉ាអញ្ចឹងបង្កើតមកមានប្រាជ្ញាដែលពេញវិញដែលពេញលេញខ្លួនប្រារបស់គេដូចថាចាស់ទុំទៅហើយគេមានប្រាជ្ញាគេមានចេះភាសាគេចេះដើរចេះរត់អញ្ចឹងហើយបានព្រះគម្ពីររាប់ថាអាដាមជាកូនរបស់ព្រះពីព្រោះទ្រង់បង្កើតផ្ទាល់ដែរប៉ុន្តែទ្រង់ក៏បង្កើតពួកយើងដែលផ្ទាល់ដែរប៉ុន្តែរបៀបដែលទ្រង់បង្កើតកូនចៅអាដាមដែលជាពួកយើងទាំងអស់គ្នានឹងគ្រប់ទាំងសះហ្នឹងវាពិសេសម្យ៉ាងវាពិសេសម្យ៉ាងហើយវាគួរឲ្យស្រឡាញ់ណាស់យើងដឹងក្តីមកតាំងពីផ្ទៃម្ដាយមកម្លេះយើងកើតមកដោយដឹងស្អីសោះហ្មងមែនទេលេងសប្តាហ៍ថ្ងៃមួយដល់ពេលដែលយើងតាំងពីកូនងាមកលូតលាស់ទៅគោះក្បាលយើងរីកចម្រើនទៅស្រាប់តែយើងចាប់ដើមមានការចងចាំស្រាប់តែយើងមានការដឹងក្តីថាខ្ញុំមានជីវិតរស់នៅប៉ុន្តែយើងត្រូវយ៉ាងម៉េចដែរត្រូវចេះស្គាល់ឪពុកម្ដាយត្រូវចេះរៀននិយាយត្រូវតែយើងរៀនវារៀនដើររៀនញ៉ាំរៀនសូត្រអក្សរគ្រប់សពបែបយ៉ាងយើងឃើញយើងដឹងអីទេអញ្ចឹងហើយបានទ្រង់យុទ្ធធរទ្រង់ឃើញថាពួកយើងគឺជាកូនពៅគេបង្អស់យើងអាចបានឪពុកម្ដាយរបស់យើងអត់ស្គាល់ព្រះទេដោយដូចជាពួកទេវតាយើងដឹងថាពួកគេបានរស់នៅជាមួយព្រះប្រមាណលានប្រមាណកោដឆ្នាំទេប៉ុន្តែពួកយើងខ្ចីបំផុតអត់ដឹងក្តីសោះផងបានជាទ្រង់អាណិតពួកយើងបានទ្រង់បានបញ្ចេញអាកិច្ចការនៅក្នុងសេចក្តីសង្គ្រោះហ្នឹងបងប្អូនទ្រង់ប្រសូតមកជាមនុស្សដើម្បីសង្គ្រោះពួកយើងហ្មងហើយបង្រៀនពួកយើងផងហើយទីបំផុតសក្តិដោយសារពួកយើងដែររឿងនោះវែងឆ្ងាយប៉ុន្តែទ្រង់មើលថ្លឹងមើលអាអ្នកដែលដឹងប្រតិរបស់ទ្រង់ហើយមិនធ្វើនឹងត្រូវរំពាត់ធ្ងន់ប៉ុន្តែអាអ្នកដែលអត់ដឹងប្រតិរបស់ទ្រង់ហើយធ្វើខុសឆ្គងទោសស្រាលទេព្រះគម្ពីរលូកាបានបង្រៀនយើងដូច្នេះនៅក្នុងគោលការណ៍ទាំងអស់នេះយើងអាចយល់ថាពួកយើងត្រូវទ្រង់មកសង្គ្រោះដោយផ្ទាល់មកដោយសារពួកយើងអត់ដឹងខ្ចោលអីហ្មងទ្រង់អាណិតយើងជាពិសេសនឹងវិជ្ជការយុទ្ធធម៌ដូច្នេះនឹងវាជួយពង្យល់ដែរនៅក្នុងការអប់រំកូនក្មេងអាការៈធំទោសការៈធ្ងន់ដោយសារវាដឹងក្តីអាតូចដែលវាមិនតាន់ដឹងក្តីទោសវាស្រាលទេអូខេហើយត្រង់នេះគឺជាកូនជៀមដែលត្រូវគេសម្លាប់តាំងពីកំណើតលោកីមកហើយមិនត្រឹមតែប៉ុណ្្នឹងទេព្រះគម្ពីរពេត្រុសក៏បាននិយាយបន្ទាប់យ៉ាងដែរថាគេស្គាល់ទ្រង់គេតាំងទ្រង់ជាកូនជៀមតាំងពីដើមអូខេដែលអ្វីដែលខ្ញុំនិយាយមុននឹងឃើញវាត្រឹមត្រូវហ៎អ្វីដែលទ្រង់រាប់ថាជាអស់កលជានិច្ចគ្មានដើមគ្មានចុងទេដំណឹងល្អដែលអស់កលជានិច្ចបានសក្តិថាគេដែលស្គាល់ហ្នឹងណាគេដែលស្គាល់ហ្នឹងគឺតាមទ្រង់ជ្រាបដឹងអ្វីទាំងអស់គឺពួកទេវតាក៏គេក៏ទ្រង់បានបង្រៀនរឿងហ្នឹងដែរ
ក៏ទ្រង់បានបង្គាប់ពួកគេដែរអូខេបងប្អូនថាមេរៀននេះវាជ្រៅហើយបងឲ្យបងប្អូនឲ្យខ្ញុំខ្ញុំអាចចំណាយពេលវេលាច្រើនពេកដើម្បីពន្យល់តែបើសិនជាថ្ងៃក្រោយយើងអាចបានយើងនឹងរៀនមេរៀនទាំងអស់ហ្នឹងតែវាល្អអូខេបងអានអរគ្នាបងសៅ ចានៅបងនៅខ្ញុំមួយ បាទសូមជួយបងសូមជួយ មួយវាគឺជាសេរីល្អរបស់ព្រះយេស៊ូវដែលបានគង់នៅចន្លោះហឹបនៃសេចក្តីសញ្ញាសាមយុអាយទី1ចំពុក4ខ4នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូនាំយកហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលទេរប៊ីនពីទីនោះមកហឹបនេះនិងទីនេហាជាកូនអេលីទាំងពីរក៏នៅទីនោះជាមួយនឹងហឹបនៃសេចក្តីសញ្ញារបស់ព្រះដែរឯសាយពុក6ខ1នៅឆ្នាំដែលស្ដេចអូសៀទ្រង់បានសគត់នោះខ្ញុំឃើញព្រះអង្គម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ហើយបានដំកើងឡើងហើយរំភាយព្រះហស្ថទ្រង់ផ្សាយមកពេញក្នុងព្រះវិហារនៅពីលើទ្រង់មានពួកសេហិតគ្រប់គ្នាមានស្លាប6ក៏បាំងមុខដោយស្លាប2បាំងជើងដោយស្លាប2ហើយប្រើ2សម្រាប់ហាលមួយបន្លឺទៅកាន់មួយថាបរិសុទ្ធគឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធផែនដីទាំងមូលមានពេញដោយសេរីល្អនៃទ្រង់នោះខ្ញុំពោលថាហើយខ្ញុំត្រូវវិនិច្ឆ័យជាពិតបិទខ្ញុំជាមនុស្សមានបបោមាត់មិនស្អាតហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបោមាត់មិនស្អាតដែរពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រគឺជាព្រះយេហូវ៉ានៃពួកពលបរិវារអាមែន អរគុណបងឥឡូវខ្ញុំចង់សួរបងប្អូនខែលោកបងសូនបងប្អូនបានចាប់អារម្មណ៍មហាក្សត្រហើយព្រះយេហូវ៉ានៃពួកបរិវារហ្នឹងតើជានរណាគេបងប្អូនជាព្រះអង្គទ្រង់មួយណា មែនប្រពោបេដាទេអូន គឺជាព្រះគ្រីស្ទ ចុះកន្លែងនឹងសរសេរថាគឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ហ្នឹងហើយអូខេឥឡូវយើងថយចង្ហៀនទៅក្រោយវិញខ្ញុំចង់អញ្ចឹងខ្ញុំសួរខ្ញុំចង់ឲ្យបងប្អូនច្បាស់លាស់មួយចំណុចទី2 ចំណុចទី2នេះ ទេចង់មើលភាសាអង់គ្លេសគេដាក់ថាម៉េចដែរកន្លែងហ្នឹងជាហូវ៉ាឬ The Lord នៅកន្លែងនេះព្រះយេហូវ៉ាឃើញទេដល់ជាមហាក្សត្រនៃសាសអ៊ីស្រាអែលគឺជាព្រះមួយណាព្រះដែលប្រោសលួហើយព្រះប្រោសលួគឺជាព្រះណាគឺជាទ្រង់អង្គមួយណាគឺជាព្រះគ្រីស្ទហើយព្រះគ្រីស្ទគឺជាអ្វីនៅកន្លែងនេះគឺជាព្រះយេហូវ៉ានៃពួកបរិវារឃើញទេហើយណាមួយទៀតកន្លែងនេះក៏ជួបបញ្ជាក់ដែរទ្រង់គឺជាដើមហើយជាចុងក្រោយទ្រង់គ្មានព្រះណាមួយទៀតឡើយហើយអ្នកដែលមានពាក្យថាអញគឺជាចុងហើយជាដើមជានរណាគេដើមជាចុងគឺជាព្រះគ្រីស្ទប៉ុន្តែឥឡូវដោយសារមេរៀនវែងឆ្ងាយខ្ញុំបញ្ចប់ត្រឹមនឹងបញ្ចុះបាទដើម្បីឲ្យយើងទុកមេរៀនបន្តនៅសប្តាហ៍ក្រោយទៅទៀតនៅថ្ងៃនេះយើងបានឃើញថាព្រះគ្រីស្ទទ្រង់គឺជាតួឯកទ្រង់គឺជាព្រះដែលពេញលេញហើយទ្រង់គឺជាតួឯកដែលសំខាន់បំផុតនៅក្នុងព្រះគម្ពីរគឺទីបន្ទាល់របស់ទ្រង់ដែលជួយបញ្ជាក់អំពីកិច្ចការរបស់ទ្រង់ក្នុងសេចក្តីសង្គ្រោះរបស់យើងហើយទ្រង់នឹងឯងគឺជាដើមហើយជាចុងគឺជាព្រះដែលពួកបរិវារទ្រង់គឺជា Alpha គឺ Omega គឺជាទ្រង់នឹងឯងបងប្អូនដែលជាតួនៃសេចក្តីសង្គ្រោះរបស់ពួកយើងហើយខ្ញុំក៏ចង់ឲ្យបងប្អូនឃើញថាព្រះនៃសញ្ញាចាស់គឺជាព្រះគ្រីស្ទ
ហើយនៅក្នុងមេរៀនសប្តាហ៍ក្រោយអ្នកនឹងឃើញដែលហើយខ្ញុំហ៊ានអាងចឹងបន្តទៅទៀតតើនរណាគេដែលចេញបញ្ជាឲ្យប្រហារពួកអ៊ីស៊ីបពួកកាណានរាជរបស់ទ្រង់នៅពេលដែលរាជរបស់ទ្រង់បះបោរតើនរណាគេដែលចេញបញ្ជាឲ្យដាក់ទណ្ឌកម្មដាក់ទោសរាជរបស់ទ្រង់ត្រង់នេះបើសិនជាយើងយល់ឃើញដោយច្បាស់លាស់ហើយដែលមានព្រះគម្ពីរគ្រប់គ្រងដែលថាគឺព្រះគ្រីស្ទគឺទ្រង់ដែលអ្នកចេញបញ្ជាទាំងអស់នេះវាគួរឲ្យយើងស្ទាក់ស្ទើរនៅក្នុងចិត្តណាកុំឲ្យយើងលងនៅក្នុងអំពើបាបដោយស្រួលពេកបងប្អូនពីព្រោះព្រះគ្រីស្ទពិតមែនទ្រង់ស្រឡាញ់យើងរហូតដល់ទ្រង់ប្រទានជីវិតរបស់ទ្រង់ឲ្យមកពួកយើងក៏ទ្រង់មិនទ្រាំទ្រនឹងអំពើបាបដល់ជារៀងដរាបដែរដូចជាយើងបានរៀនសប្តាហ៍មុនសេចក្តីអត់ធ្មត់របស់ទ្រង់មានកំណត់មែនទេហើយមានកម្រិតដែរជាបរិយាទាំងអស់នៅពេលថ្ងៃក្រោយជាសប្តាហ៍ក្រោយដើម្បីយើងឃើញមូលហេតុដែលខ្ញុំលើកមកនិយាយចឹងពីព្រោះខ្ញុំអត់ចង់ឲ្យពួកយើងមានគំនិតប្រហើនដាក់ទ្រង់កុំអាងថាទ្រង់សក្ដិនៅលើឈើឆ្កាងជួយសង្គ្រោះពួកយើងដែលយើងបានចិត្តឲ្យយើងធ្វើតាមអំពើចិត្តរបស់យើងមិនមែនទេបងប្អូនព្រះគម្ពីរបានប្រាប់យើងនៅក្នុងម៉ាថាយថាទ្រង់បំណងរបស់ទ្រង់នៅក្នុងការយើងមកជាលើកទី1របស់ទ្រង់ហើយលើកទី2នោះគឺសេចក្តីសង្គ្រោះរបស់យើងទ្រង់ចង់ព្យាបាលយើងឲ្យជាពីជំងឺហើយជំងឺនឹងគឺជាអ្វីគឺជាអំពើបាបទ្រង់ចង់ឲ្យយើងព្យាបាលឲ្យយើងមានជីវិតថ្មីមានចិត្តជាថ្មីអរគុណយល់ទេទ្រង់ចង់ឲ្យយើងពាក់ព័ន្ធនៅអំពើបាបជារៀងដរាបទេពីព្រោះយើងដឹងស្រាប់ហើយទ្រង់អនុញ្ញាតឲ្យយើងមានជីវិតនៅសប្តាហ៍នេះនៅក្នុងលោកីឲ្យយើងស្គាល់តើអំពើបាបជាអ្វីហើយតើអត្តពលហើយលទ្ធផលវាតើវាល្អឬក៏អាក្រក់ចំពោះយើងចំពោះអ្នកដទៃបងប្អូនយល់ទេហើយបើសិនជាយើងដឹងថាវាអាក្រក់អាក្រៃចំពោះយើងវាធ្វើឲ្យយើងអាយុខ្លីវាធ្វើឲ្យយើងឈឺចាប់ពិបាកគេមលក់បបបន្លាហើយតើពួកយើងហ៊ានប្រហើនដាក់ព្រះគ្រីស្ទទៅអីនៅពេលដែលទ្រង់ចង់សង្គ្រោះយើងពីវាអាត្រង់ហ្នឹងខ្ញុំចង់ឲ្យយើងយល់ទាំងអស់គ្នាអ្នកដែលជឿព្រះនៅក្នុងគ្រឹះសាសនាទាំងមូលតើពួកយើងគួរធ្វើយ៉ាងម៉េចដើម្បីយើងអាចទទួលសេចក្តីសង្គ្រោះរបស់ទ្រង់ដែលពិតប្រាកដបានយើងបោះបោកគំនិតរបស់យើងចោលអស់សូម្បីគំនិតរបស់ខ្ញុំគឺខ្ញុំលែងចង់មានដែរនៅក្នុងរឿងនេះយើងតាមព្រះគម្ពីរតែមួយគត់ទ្រង់ចង់ព្យាបាលយើងពីជំងឺហើយបើសិនជាយើងអត់ស្គាល់អត្តចរិតរបស់ទ្រង់ហើយយើងប្រហើនដាក់ទ្រង់នៅក្នុងរឿងអស់ហ្នឹងតើឱកាសដែលយើងអាចទទួលសេចក្តីសង្គ្រោះមានទេបងប្អូនខ្ញុំសួរមកអត់ទេចំពោះព្រះតែយើងអត់ថ្វាយអ្វីដែលទ្រង់ឲ្យយើងធ្វើដូចជាកាអ៊ីននិងអេប៊លបើសិនជាយើងអត់ធ្វើទាំងស្រុងហ្មងតើទ្រង់អាចទទួលយើងបានឬអត់អត់ទេមែនទេហើយដល់ពេលអ្នកស្គាល់ព្រះកាន់តែច្បាស់លាស់ឡើងហើយអ្នកដឹងថាព្រះអង្គទ្រង់ដែលទទួលការបូជាដង្វាយរបស់អេប៊លហ្នឹងគឺជាព្រះគ្រីស្ទហើយអ្នកដែលបដិសេធកាអ៊ីនគឺជាព្រះគ្រីស្ទតើពួកយើងនៅពេលដែលយើងដឹងចឹងហើយតើយើងនៅគួរហ៊ានប្រហើនដាក់ទ្រង់ទៀតណានៅក្នុងអំពើបាបរបស់យើងអត់ទេមែនទេហើយមេរៀនណាដែលជួយឲ្យយើងកោតខ្លាចព្រះឲ្យយើងចោលគំនិតប្រហើនដាក់ទ្រង់តើវាល្អចំពោះយើងទេបងប្អូនវាល្អមែនទេអ្នកណាគេដែលបង្គាប់អ្នកឲ្យចេះកោតខ្លាចព្រះស្រឡាញ់ព្រះចោះចូលនឹងព្រះព្រមលះអំពើបាបគឺជាមេរៀនដែលនាំអ្នកទៅឯនគរឋានសួគ៌បងប្អូនជាពិតប្រាកដអូខេចាំមកសេចក្តីថាការស្គាល់ព្រះនៅក្នុងសេចក្តីសង្គ្រោះរបស់យើងគឺវាដាច់ខាតវាចាំបាច់ណាស់បងប្អូនអូខេចឹងយើងទៅបញ្ចប់មេរៀននៅពេលវេលានេះហើយសូមឲ្យយើងជួបជុំគ្នាសប្តាហ៍ក្រោយដើម្បីយើងរៀនបន្តទៅទៀតដើម្បីឲ្យយើងកាន់តែរឹងមាំមែនតើនៅក្នុងតួនាទីរបស់ព្រះគ្រីស្ទ
ដែលជាព្រះនៃដែលសង្គ្រោះពួកយើងទាំងអស់គ្នាបាទសូមព្រះអង្គប្រទានពរ